ខ្ញុំបានទេប្រើទូរស័ព្ទនេះជិតមួយខែហើយអត់នឹកស្មានទេថាទូរស័ព្ទដៃតម្លៃខ្ទង់$200អាចធ្វើបានល្អដល់ថ្នាក់ហ្នឹងទាំងការ design រូបរាងស្អាតអេក្រង់ធំកែមស្ដើងថាមពលថ្មធំមាន scan ក្រយៅដៃលើអេក្រង់ហើយកាមេរ៉ាក៏ថតរូបបានអែមដែរហើយនេះគឺជាទូរស័ព្ទ Tecno Camon 50មួយរយៈមុននេះខ្ញុំបានប្រើវាជាទូរស័ព្ទដៃប្រចាំថ្ងៃរបស់ខ្ញុំទាំងការប្រើប្រាស់បណ្ដាញសង្គមមើល YouTube លេង game ថតរូបនិងកាត់វីដេអូខ្លីៗនៅលើវាអញ្ចឹងហើយអ្វីដែលខ្ញុំនឹងនិយាយនៅក្នុងវីដេអូនេះមិនមែនគ្រាន់តែនិយាយតាម spec នៅលើกระดาษទេតែវាគឺជាការចែករំលែកចេញពីបទពិសោធន៍ប្រើប្រាស់ពិតៗរបស់ខ្ញុំចាប់ផ្ដើមចេញពីរចនាប័ទ្មទៅមុន Camon 50មានកម្រាស់ស្ដើងត្រឹមតែ 7.5 មីលីម៉ែត្រវាស្ដើងជាង iPhone 16 Pro របស់ខ្ញុំឆ្ងាយទូរស័ព្ទនេះពិតជាងាយស្រួលកាន់នៅក្នុងដៃដោយសារតែក្រុមហ៊ុន Tecno បានឈូសគែមរបស់វាឲ្យមូលទាលកោងជុំវិញពេលក្តោបកាន់អត់ឈឺដៃទេហើយអ្វីដែលគួរចាប់អារម្មណ៍មួយទៀតនោះគឺគេបានបំពាក់បច្ចេកវិទ្យាការពារទឹកនិងធូលីកម្រិត IP68 និង IP69K មានន័យថាវាអាចធន់នឹងការធ្លាក់ចូលទឹកនិងកម្ពស់ទឹកលើបានដោយគ្មានបញ្ហាងាកមកមើលអេក្រង់របស់វាវិញមានទំហំ 6.78 អ៊ីងប្រភេទ AMOLED display មានល្បឿន refresh rate 144Hz មិនថាការអូសបណ្ដាញសង្គមឬក៏លេងហ្គេមទេវាអាចអូសបានយ៉ាងរលូនអេក្រង់របស់ Camon 50បង្ហាញពណ៌បានច្បាស់ស្អាតពេលមើលរូបភាពនិងមើលវីដេអូនៅលើទូរស័ព្ទនេះខ្ញុំមានអារម្មណ៍ថាដូចកំពុងតែសម្លឹងមើលអេក្រង់ទូរស័ព្ទដៃថ្លៃៗអញ្ចឹងព្រោះវាមាន resolution Full HD+ 1.5K pixel density 429 ppi ងាយស្រួលប្រើនៅខាងក្រៅអត់ចាញ់ពន្លឺថ្ងៃទេសម្រាប់អ្នកចូលចិត្តអូស Facebook មើល YouTube ឬក៏លេងហ្គេម graphic ទុយល្មមដូចជា Free Fire ឬក៏ Mobile Legends អីហ្នឹងអេក្រង់មួយនេះដឹងតែធ្វើឲ្យបងប្អូនពេញចិត្តហ្មងនិយាយពីរឿងលេងហ្គេមថ្មពិតជាសំខាន់ហើយអាមួយនេះអាចកំដរយើងបានពេញមួយថ្ងៃបើសិនជាប្រើធ្ងន់ប៉ុន្តែបើប្រើស្រាដូចខ្ញុំធ្វើអូសបណ្ដាញសង្គមថតរូបលេងហ្គេមតិចតួចវាអាចកំដរខ្ញុំបាន2ថ្ងៃដោយសារតែទំហំថ្មរបស់វាមានទំហំដល់ទៅ 6500 មីលីអាំពែយើងប្រើអត់ងាយអស់ថ្មទេប៉ុន្តែបើសិនជាអស់ថ្មយើងអាចសាកចូលវិញបានលឿនដោយសារតែនៅក្នុងប្រអប់ក្រុមហ៊ុន Tecno បានបន្ថែមឆ្នាំងសាកល្បឿនលឿនដល់ទៅ 45W មកជាមួយ free ខនបាយជាងក្រុមហ៊ុនខ្លះចង់បានឆ្នាំងសាកតោះតែថែមលុយទិញខាងក្រៅមិនបាញ់និយាយក៏បងប្អូនដឹងដែរថាក្រុមហ៊ុនណាមែនអត់ឥឡូវនិយាយពីកាមេរ៉ាវិញម្ដងនៅផ្នែកខាងក្រោយ Camon 50 design រូបរាងកាមេរ៉ាបានស្អាតមែនតើគេតម្រៀបវាពីលើចុះក្រោមស្តៀង Samsung Galaxy S26 មើលទៅស្អាតខ្ញុំចូលចិត្ត design បែបហ្នឹងចំពោះកាមេរ៉ាគោលមានទំហំ50 megapixel ប្រើប្រាស់ sensor របស់ Sony LYT 700C កាមេរ៉ាមួយគ្រាប់នេះខ្លាំងគ្រាន់បើគ្រប់រូបភាពដែលខ្ញុំបានថតឃើញថាគុណភាពច្បាស់ល្អគួរឲ្យសរសើរមែនតើទាំងកម្រិតភាពច្បាស់ហើយនឹងទឹកពណ៌ថតមកដិតស្អាតដូចធម្មជាតិសំខាន់ពេលថតគៀកចេញពីលើ background ស្អាតមែនតើយើងអាច focus subject តូចៗបានយ៉ាងច្បាស់ដូច macro mode អញ្ចឹងមិនត្រឹមតែថតពេលថ្ងៃបានល្អទេពេលយប់ក៏មិនអន់ដែរវាមានសមត្ថភាពខ្លាំងគ្រាន់បើរូបភាពនៅពេលយប់ថតមកច្បាស់ស្អាតអត់សូវមាន noise ទេល្មមអាចបង្ហោះចូលទៅក្នុងបណ្ដាញសង្គមដោយមិនចាំបាច់កែអីច្រើនហើយមួយគ្រាប់ទៀតជា lens ultra wide ទំហំ8 megapixel សម្រាប់ថតប្លង់ទលាយគុណភាពរូបអាចទទួលយកបានងាយស្រួលថតទេសភាពនិងងាយស្រួលថតកន្លែងចង្អៀតចំណែកខាងក្រោមគេគឺជា flicker sensor វាជួយគ្រប់គ្រងទៅលើពន្លឺគ្រប់គ្រងទៅលើពណ៌និងជួយបន្ថែមគុណភាពសាច់វីដេអូឲ្យកាន់តែច្បាស់និយាយរឿងវីដេអូទូរស័ព្ទនេះអាចថតវីដេអូបានរហូតដល់ទៅ 2K ក្នុងល្បឿន30 frame វាក៏មានមុខងារ OIS ជួយទប់លំនឹងបន្ថែមផងដែរគុណភាពប៉ុណ្ណេះបងប្អូនអាចយកទៅធ្វើ vlog ទុកបង្ហោះដាក់ចូល Facebook បានអូខេនេះជាសាច់វីដេអូខ្ញុំថតតេស្តសាកល្បងនៅលើកាមេរ៉ាមុខវាថតបាន 2K 30 frame ដូចគ្នាអីដែលចាប់អារម្មណ៍គឺពេលដែលយើងនិយាយហ្នឹងចាប់បានច្បាស់ល្អមែនតើខ្ញុំមានអារម្មណ៍ថាដូចមាន AI ជួយ boost បន្ថែមពេលដែលខ្ញុំនិយាយតិចៗទេតែពេលចាក់ស្ដាប់មានអារម្មណ៍ថាវាឮច្បាស់ល្អអានឹងជាចំណុចល្អមួយដែលខ្ញុំចូលចិត្តដែរសម្រាប់កាមេរ៉ា selfie ខាងមុខមានទំហំដល់ទៅ32 megapixel អាចថតរូប selfie បានច្បាស់ល្អពណ៌ស្បែកក៏ស្អាតថតហើយផុសហ្មងទៅមិនចាំបាច់កែពណ៌ច្រើនទេសំខាន់ lens selfie នេះថតបានទលាយល្អងាយស្រួលថត selfie គ្នាច្រើនអត់ពិបាកវិចិត្រគ្នាទេឥឡូវមកដល់កម្លាំងម៉ាស៊ីនម្ដង Camon 50 ប្រើប្រាស់បន្ទះ chip MediaTek Helio G200 Ultimate ទំហំ6 nanometer រត់បាននៅក្នុងល្បឿន 2.2 GHz កម្លាំងម៉ាស៊ីននេះស្ថិតនៅក្នុងកម្រិតល្អគ្រាន់បើបន្ទុកនៅក្នុង Antutu បាន6សែនជាងដែរអញ្ចឹងហើយនៅក្នុងការប្រើប្រាស់ទូទៅវាអាចរត់បានរលូនល្អទោះបីជាបើកកម្មវិធីច្រើនក្នុងពេលតែមួយក៏អត់មានបញ្ហាដែរនៅមានចំណុចពិសេសផ្សេងច្រើនទៀតដូចជា speaker stereo Dolby Atmos ចំនួន2គ្រាប់ជះសំឡេងឮខ្លាំងហើយព្រោះមុខងារ scan ក្រយៅដៃលើអេក្រង់ដោះសោបានលឿនមុខងារ IR Blaster សម្រាប់បញ្ជាទូរទស្សន៍និងបញ្ជាម៉ាស៊ីនត្រជាក់ទូរស័ព្ទនេះអាចដាក់បាន SIM 2ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 16ចេញពីប្រអប់ក្រុមហ៊ុនក៏បានសន្យាថានឹងបន្ត update ឲ្យយើងបាន3ឆ្នាំទៅមុខទៀតសំខាន់ម៉ាស៊ីននេះមានធានាពីក្រុមហ៊ុនរយៈពេល13ខែទៀតមែនតើចំណុចចុងក្រោយគឺខ្ញុំស្រឡាញ់ wallpaper និង icon កម្មវិធីនេះខ្លាំង Tecno គេ design មកស្អាតហើយទាក់ទាញប្រព័ន្ធប្រតិបត្តិការ iOS របស់ Tecno មើលទៅស្តៀងជាមួយនឹង Android stock ដើមនៅលើ Pixel វា clean ស្រាលហើយស្អាតអូខេបន្ទាប់ពីប្រើ Camon 50បានមួយខែខ្ញុំអាចនិយាយបានថានេះគឺជាទូរស័ព្ទដ៏ល្អមួយនៅក្នុងតម្លៃខ្ទង់$200ដែលអាចបំពេញគ្រប់ការងារទូទៅប្រចាំថ្ងៃរបស់ខ្ញុំបានដោយរលូនសម្រាប់បងប្អូនយើងវិញគិតមិនដែរចំពោះ Tecno Camon 50នេះកុំភ្លេច comment មតិយោបល់បងប្អូននៅខាងក្រោមផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ